នោះរឿងកាន់តែធំលោកគិរីដាក់ចំក្រោយអភិបាលខេត្តតាកែវបកស្រាយរឿងហៅផឹកកាហ្វេបែបនេះថាដោយបងប្អូនទាំងអស់គ្នាបានជ្រាបហើយកាលពីពេលថ្មីកន្លងទៅនេះរឿងអភិបាលខេត្តតាកែវហួសចិត្តនឹងអ្នកកាសែតហៅផឹកកាហ្វេបានផ្ទុះល្បីពេញបណ្ដាញសង្គមនៅមិនទាន់ចប់នៅឡើយនោះទេដែលបានធ្វើឲ្យមហាជនជាពិសេសអ្នកកាសែតតែម្ដងបានប្រតិកម្មជាមួយនឹងប្រសាសន៍របស់ឯកឧត្តមវ័យសំណាងអភិបាលខេត្តតាកែវស្របពេលជាមួយគ្នានោះផងដែរនៅថ្ងៃទី24មករា2026ឯកឧត្តមអភិបាលខេត្តតាកែវបានបកស្រាយជុំវិញបញ្ហាខាងលើនៅក្នុង Facebook Page ផ្ទាល់ខ្លួនរបស់លោកដែលមានខ្លឹមសារថាបងទំនេរមកផឹកកាហ្វេនៅទូលគោកលេងប្រធានបទដែលកំពុងល្បីល្បាញនៅក្នុងបណ្ដាញសង្គមវែកញែកវាយប្រហារក្នុងខណៈដែលខ្លួនអត់បានទាំងដឹងថាខ្ញុំឆ្លើយជាមួយអ្នកកាសែតម្នាក់នោះយ៉ាងដូចម្តេចផងឯកឧត្តមបានបន្តទៀតថាខ្ញុំបានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារកាកបាទក្រហមកម្ពុជាឆ្នាំ2025លើកទិសដៅការងារឆ្នាំ2026របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវដោយគ្រាន់តែចង់បញ្ជាក់អំពីការទទួលខុសត្រូវរបស់បងប្អូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអ្នកស្ម័គ្រចិត្តតាមបណ្ដាភូមិសសយកក្មួយអ្នកស្ម័គ្រចិត្តកាកបាទក្រហមតាមវិទ្យាល័យនានាដែលទាំងអស់គ្នាបានសកម្មក្នុងការងារចូលរួមផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាជួយដល់ជនរងគ្រោះដែលត្រូវការជំនួយសង្គ្រោះដូច្នេះយើងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ទៅលំហែឬក៏ទៅផឹកកាហ្វេឆ្ងាយពីកន្លែងការងារដែរដោយខ្ញុំបានលើកជាឧទាហរណ៍ដោយអ្នកកាសែតម្នាក់គាត់បបួលខ្ញុំនោះទេខ្ញុំឆ្លើយថាលោកប្អូនផឹកចោះខ្ញុំនៅឆ្ងាយណាស់នៅក្នុងសំណេរដដែលឯកឧត្តមបានបន្តទៀតថាអ្វីដែលខ្ញុំលើកឡើងខាងលើគឺសម្ដៅលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាដែលខិតខំធ្វើការងារតែប៉ុណ្ណោះសូមកុំឲ្យមានការយល់ច្រឡំរហូតដល់មិត្តភ័ក្តិខ្លះលែងហ៊ានបបួលហូបបាយសូមរីករាយចុងសប្តាហ៍ជួបគ្នានៅខេត្តព្រះវិហារល្ងាចនេះនៅថ្ងៃដដែលនោះដែរបន្ទាប់ពីអភិបាលខេត្តបានធ្វើការបកស្រាយចប់ស្រាប់តែមានអ្នកកាសែតល្បីឈ្មោះមួយរូបបានចេញមកដាក់ចំបែបនេះថានោះគឺជាលោកគិរីដែលជាអ្នកកាសែតកំពុងតែមានប្រជាប្រិយភាពខ្លាំងម្នាក់ផងដែរនៅក្នុងប្រជាជាតិកម្ពុជាខាងខ្សឹបដំណឹងខ្វះសង្ខេមលោកបានដាក់ចំបែបនេះថាក្នុងคลิปឡើងឆ្លើយបកស្រាយជាសំណេរឡើងសុភាពប្រសិនបើលោកអភិបាលខេត្តតាកែវមិនបង្ហាញភស្តុតាងមានន័យថាលោកប្រឌិតរឿងក្នុងចេតនាអាក្រក់ទម្លាក់តម្លៃសារព័ត៌មាននៅកម្ពុជាលោកគិរីបានបន្តទៀតថាដូច្នេះដើម្បីភាពស្អាតស្អំរបស់ឯកឧត្តមសូមមេត្តាលោកបង្ហាញភស្តុតាងដែលថាអ្នកកាសែតម្នាក់នោះគ្មានវិជ្ជាជីវៈឆាតហៅលោកផឹកកាហ្វេ